ខ្សែជីវិតដ៏សែនកំសត់របស់ម៉ាលីបេះដូងស្មោះសរប្រកល់អសនញោមញីហ៊ានច្រានរិចប្រពន្ធវាដឹងគុណជាមួយនារីលួចលុយចេញពីផ្ទះជួបជុំមិត្តភ័ក្តិផឹកស៊ីគិតតែរឿងសប្បាយមិនខ្វល់ខ្វាយអំពីប្រពន្ធរាប់អានមិត្តភ័ក្តិឲ្យសិតតែមិត្តរមើលគុណនៅមុខសនឯងវាសំដែងដូចទុនភ្លុនតែនៅពីក្រោយក្នុងវាពុនប៉ងចង្ស៊ីប្រពន្ធចូលដល់វគ្គ10ខ្ញុំសែនស្អប់នឹងពូផ្លោកយូយូដូចឡប់កាត់ចិនតែល្បិចស្មោករោព្រោះតែចង់បានដីយកគុណស្រីធ្វើរឿងថោកម៉ាលីស្លាប់ទៅហើយនៅឡៃឲ្យនាងយំសោកចង់សួរទៅដូចត្រូលថាគាត់គិតអ្វីផលិតរឿងនេះហើយធ្វើឲ្យខ្ញុំឈឺស្ទើរខ្សៃគិតទៅដល់ម៉ាលីសាណាឡយសាណាឡៃបើជួបពូខ្លាំងនៅក្រាញ់សូមវត្តមកខ្សែដីខ្សែជីវិតដ៏សែនកំសត់របស់ម៉ាលីបេះដូងស្មោះសរប្រកល់អសនញោមញីហ៊ានច្រានរិចប្រពន្ធវាដឹងគុណជាមួយនារីលួចលុយចេញពីផ្ទះជួបជុំមិត្តភ័ក្តិផឹកស៊ីគិតតែរឿងសប្បាយមិនខ្វល់ខ្វាយអំពីប្រពន្ធរាប់អានមិត្តភ័ក្តិឲ្យសិតតែមិត្តរមើលគុណនៅមុខសនឯងវាសំដែងដូចទុនភ្លុនតែនៅពីក្រោយក្នុងវាពុនប៉ងចង្ស៊ីប្រពន្ធចូលដល់វគ្គ10ខ្ញុំសែនស្អប់នឹងពូផ្លោកយូយូដូចឡប់កាត់ចិនតែល្បិចស្មោករោព្រោះតែចង់បានដីយកគុណស្រីធ្វើរឿងថោកម៉ាលីស្លាប់ទៅហើយនៅឡៃឲ្យនាងយំសោកចង់សួរទៅដូចត្រូលថាគាត់គិតអ្វីផលិតរឿងនេះហើយធ្វើឲ្យខ្ញុំឈឺស្ទើរខ្សែគិតទៅដល់ម៉ាលីសាណាឡយសាណាឡៃបើជួបពូខ្លាំងនៅក្រាញ់សូមវត្តមកខ្សែដីខ្សែជីវិតដ៏សែនកំសត់របស់ម៉ាលីបេះដូងស្មោះសរប្រកល់អសនញោមញីហ៊ានច្រានរិចប្រពន្ធវាដឹងគុណជាមួយនារីលួចលុយចេញពីផ្ទះជួបជុំមិត្តភ័ក្តិផឹកស៊ីគិតតែរឿងសប្បាយមិនខ្វល់ខ្វាយអំពីប្រពន្ធរាប់អានមិត្តភ័ក្តិឲ្យសិតតែមិត្តរមើលគុណនៅមុខសនឯងវាសំដែងដូចទុនភ្លុនតែនៅពីក្រោយក្នុងវាពុនប៉ងចង្ស៊ីប្រពន្ធចូលដល់វគ្គ10ខ្ញុំសែនស្អប់នឹងពូផ្លោកយូយូដូចឡប់កាត់ចិនតែល្បិចស្មោករោព្រោះតែចង់បានដីយកគុណស្រីធ្វើរឿងថោកម៉ាលីស្លាប់ទៅហើយនៅឡៃឲ្យនាងយំសោកចង់សួរទៅដូចត្រូលថាគាត់គិតអ្វីផលិតរឿងនេះហើយធ្វើឲ្យខ្ញុំឈឺស្ទើរខ្សែគិតទៅដល់ម៉ាលីសាណាឡយសាណាឡៃបើជួបពូខ្លាំងនៅក្រាញ់សូមវត្តមកខ្សែដី